ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថាឆាតឡាជាមួយនឹងពងទាណាពុកម៉ែបងប្អូនទាំងអស់គ្នាតោះចូលមើលការធ្វើរបស់ខ្ញុំទាំងអស់គ្នាទៅមុខម្ហូបរបស់យើងឆាតឡាចមួយពងទានឹងអត់មានអីប្លែកញ៉ៃច្រើនទេមានតែតឡាចមួយពងទាមករួចជាការស្រេចបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចង់ឆាតឡាចមួយសាច់ឈូកអញ្ចឹងទិញតែសាច់ឈូកឬក៏សាច់3ជាន់បន្តិចមកហើយឆាមួយតឡាចធានតឡាផ្លែតាមសមាជិកគ្រួសារអញ្ចឹងហើយបន្តមកទៀតខ្ញុំក៏ដកតឡាចយើងឡើងចិត្តឈូសបោឲ្យស្អាតទាំងអស់បងប្អូនគ្នាតមកខ្ញុំកាត់ពីជាកង់កត់ចុយខ្ញុំក៏ទុកវាទៅម្ខាងហើយតមកទៀតខ្ញុំក៏ដកវាឡើងមកវិញអាកង់ដំដែលយើងកាត់មិញហ្នឹងគឺថាកាត់វាជាឆុងច្រាមូពុកម៉ែបងប្អូនអរគ្នាឲ្យស្ដើងបាត់ឆាទៅវាឆ្ងាញ់ចូលជាតិមួយពងទាយើងល្អបន្ទាប់ពីខ្ញុំហាន់បន្លែហើយខ្ញុំក៏ដាក់ទៅលើកញ្ឆេងវាវិញហើយខ្ញុំក៏ដាក់វាទៅម្ខាងហើយខ្ញុំចូលមកមើលការពងមាន់ពងទាដាក់ឆាវិញបើឆាហ្នឹងមានពងមាន់ពងទាដាក់ពងទាដាក់មួយណាក៏បានដែរណាពងទាហ្នឹងខ្ញុំគោះដាក់ចានគ្រាប់ហើយទៅមកទៀតខ្ញុំក៏លើកឡើងបងរ៉ូឌីចុំមកចុងសាពីហើយខ្ញុំក៏ក្រឡុកវាចូលគ្នាដើម្បីអីពងមាន់ឬក៏ពងទាយើងហ្នឹងវាមានជាតិចឹងហើយគ្រឿងផ្សំមកទៀតគឺខ្ទឹមសអាហ្នឹងសម្រាប់ពេលតិចទៀតយើងឆាយើងចាក់ខ្លាញ់ចូលដាក់ខ្ទឹមសចូលបំពងលេងឲ្យឈ្ងុយចឹងទៅណាពុកម៉ែបងប្អូនគ្រឿងក្រៅដែលយើងត្រៀមស្លមិញគឺមានអាហារណាពុកម៉ែបងប្អូនអ្នកគ្នាចូលការដាក់ឆាយើងហ្មងទៅគឺថាដាក់ខ្ទះឡើងកាច់ដាក់ប្រេងឆាទៅវាក្តៅខ្ទះដល់មកទៀតចាក់ខ្ទឹមសយើងបំពងលេងឲ្យវាឈ្ងុយទៅបន្ទាប់ពីឈ្ងុយហើយពុកម៉ែបងប្អូនអ្នកគ្នាចាក់បន្លែយើងចូលត្រឡប់ចុះត្រឡប់ឡើងអីចឹងទៅណាបើត្រឡប់ចុះត្រឡប់ឡើងមកស្ទុះទៅទឹកបន្លែយើងវារៀងប្រែពណ៌ហើយមើលទៅបើថាវាគោកទឹកតែបន្លែយើងអត់ទាន់ឆ្អិនពុកម៉ែបងប្អូនអ្នកគ្នាត្រូវថែមទឹកពីក្រៅបន្តិចចំណែកបន្លែខ្ញុំនេះខ្ញុំឆាទៅវាមានចេញទឹកទេតឡាចហ្នឹងតឡាចខ្ញុំឆាហ្នឹងវាមានចេញទឹកទេចឹងខ្ញុំត្រូវថែមទឹកធម្មតាពីក្រៅបន្តិចដើម្បីវាឆ្អិនហើយមិនមែនថែមតែម្ដងថែមច្រើនដងទៀតហើយពុកម៉ែបងប្អូនអ្នកគ្នាថែមតិចតាមក្រោយយើងទៅកុំថែមម្ដងទាំងអស់ខ្លាចវាទឹកតិចទៀតអាចចូលចេញពីបន្លែមកវិញពេលបន្លែយើងឆ្អិនអញ្ចឹងណាពុកម៉ែបងប្អូនអ្នកគ្នាសឹកចិត្តថែមវាតិចចឹងទៅវាល្អជាងបន្ទាប់ពីពុកម៉ែបងប្អូនអ្នកគ្នាទុកបន្លែយើងចំមកស្ទុះមើលទៅរៀងឆ្អិនហើយគឺត្រូវបង់រ៉ូឌីចូលបន្តិចហងមកចុងរបៀបបាយយើងបន្តិចទៅណាដើម្បីឲ្យបន្លែយើងមានជាតិរ៉ូឌីមានគ្រឿងហូបទៅវាឆ្ងាញ់ចាប់ជាប់មាត់ចឹងណាវាមានជាតិចឹងណាពុកម៉ែបងប្អូនអ្នកគ្នាហើយបន្តមកទៀតបងរ៉ូឌីឲ្យទុកបន្លែយើងចាំមកស្ទួយវាឆ្អិនល្អហ្មងមិនខ្ញុំចាក់ពងទាខ្ញុំចាក់ក្រោយគេពុកម៉ែបងប្អូនអ្នកគ្នាខ្ញុំចាក់ពងទាចូលហើយបានខ្ញុំបងស្ករបងមីចេងតាមខយហើយបន្តមកទៀតខ្ញុំក៏ច្រឡោកច្បល់វាចូលគ្នាដើម្បីឲ្យពងទាហើយនឹងតឡាចយើងវាចូលគ្នាឲ្យសព្វហើយដើម្បីឲ្យពងទាយើងវាឆ្អិនល្អចូលមួយតឡាចរបស់យើងហ្នឹងណាពុកម៉ែបងប្អូនអរគ្នាត្រឡប់ចុះត្រឡប់ឡើងពុកម៉ែបងប្អូនអរគ្នាមើលទៅអានេះវាឆ្អិនហើយវាគោកវាឆ្អិនហើយណាពុកម៉ែបងប្អូនអរគ្នាអាចដួសហូបបានហើយបើសិនជាពុកម៉ែបងប្អូនអរគ្នាឆាតឡាចចឹងបើភ្លក់ទៅវារៀងសាបអីចឹងពុកម៉ែបងប្អូនអរគ្នាអាចថែមទឹកជ្រលក់ដូចជាទឹកស៊ីអ៊ីវពីក្រៅបន្តិចទៅពេលយើងហូបមួយបាញ់ច្បាច់ពីច្បល់ចូលគ្នាទៅក៏ឆ្ងាញ់ដែរវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេណាពុកម៉ែបងប្អូនអរគ្នាអរគុណដែលមើលវីដេអូនេះតាមដល់ចប់បាយបាយជួបគ្នាវីដេអូក្រោយទៀត